មានសុភាសិតខ្មែរមួយដែលចាស់តែងតែផ្ដែផ្ដាំកូនចៅថាអណ្ដាតជាអាវុធកន្លងបានសុខទុក្ខផងពីព្រោះអណ្ដាតពាក្យនេះខ្លីតែពេញទៅដោយមេរៀនជីវិតដ៏ជ្រាលជ្រៅអំពីអំណាចនៃពាក្យសម្ដីអណ្ដាតគឺជាសរីរាង្គកតូចមួយក្នុងខ្លួនយើងប៉ុន្តែវាមានអំណាចខ្លាំងក្លាជាងដាវកាំបិតឬកាំភ្លើងទៅទៀតព្រោះថាពាក្យសម្ដីអាចបង្កើតបានទាំងសេចក្តីសុខនិងសេចក្តីទុក្ខវាអាចសម្លាប់មនុស្សដោយមិនចាំបាច់ប្រើកម្លាំងកាយហើយវាក៏អាចជួយសង្គ្រោះជីវិតមនុស្សបានដែរក្នុងជីវិតប្រចាំថ្ងៃយើងតែងតែប្រើពាក្យសម្ដីដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកដទៃប៉ុន្តែយើងកុំមកនឹងគិតពីផលប៉ះពាល់នៃពាក្យសម្ដីរបស់យើងណាពាក្យមួយឃ្លាដែលនិយាយចេញទៅអាចធ្វើឲ្យនរណាម្នាក់សប្បាយចិត្តអស់មួយថ្ងៃឬក៏អាចធ្វើឲ្យគេឈឺចាប់អស់មួយជីវិតដោយសុភាសិតបានថាបានសុខទុក្ខផងពីព្រោះអណ្ដាតសូមលើកឧទាហរណ៍ពីគ្រួសារមួយមានប្តីប្រពន្ធមួយគូដែលធ្លាប់ស្រឡាញ់គ្នាខ្លាំងណាស់ប៉ុន្តែថ្ងៃមួយប្តីនិយាយពាក្យមួយឃ្លាដោយកំហឹងថាខ្ញុំស្អប់អូនប្រពន្ធធ្វើឲ្យឈឺចាប់ខ្លាំងណាស់ទោះបីជាប្តីសុំទោសយ៉ាងណាក៏ដោយក៏ពាក្យនោះនៅតែជាប់ក្នុងចិត្តប្រពន្ធទំនាក់ទំនងរបស់ពួកគេចាប់ផ្ដើមប្រឆាហើយទីបំផុតក៏បែកបាក់គ្នាពាក្យសម្ដីមួយឃ្លាបានបំផ្លាញសេចក្តីស្រឡាញ់ដែលបានកសាងអស់ជាច្រើនឆ្នាំផ្ទុយទៅវិញមានគ្រួសារមួយទៀតដែលប្រើពាក្យសម្ដីល្អជាមួយគ្នាពេលកូនធ្វើខុសឪពុកម្ដាយមិនស្ដីបន្ទោសដោយពាក្យអាក្រក់ទេប៉ុន្តែពួកគាត់និយាយថាកូនអាចធ្វើបានល្អជាងនេះឬឪពុកម្ដាយស្រឡាញ់កូនដូច្នេះឪពុកម្ដាយចង់ឲ្យកូនកែខ្លួនពាក្យសម្ដីទាំងនេះជួយឲ្យកូនមានកម្លាំងចិត្តក្នុងការកែលម្អខ្លួនឯងហើយគ្រួសារក៏មានសុភមង្គលក្នុងកន្លែងការងារក៏ដូចគ្នាដែរអ្នកគ្រប់គ្រងដែលចេះនិយាយលើកទឹកចិត្តបុគ្គលិកច្រើនតែទទួលបានការគោរពនិងភក្ដីភាពពីបុគ្គលិកអ្នកគ្រប់គ្រងដែលចេះតែស្ដីបន្ទោសនិងនិយាយបំអាប់បុគ្គលិកច្រើនតែបាត់បង់កម្លាំងចិត្តរបស់ក្រុមការងារពាក្យសម្ដីរបស់អ្នកគ្រប់គ្រងអាចបង្កើតបានទាំងភាពជោគជ័យនិងបរាជ័យរបស់ក្រុមហ៊ុននៅលើបណ្ដាញសង្គមយើងឃើញមនុស្សជាច្រើនប្រើពាក្យសម្ដីដើម្បីបំបាក់អ្នកដទៃការជេរប្រមាថការនិយាយដើមនិងការផ្សព្វផ្សាយព័ត៌មានមិនពិតអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់មនុស្សម្នាក់ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះមនុស្សជាច្រើនបានធ្លាក់ទឹកចិត្តនិងបាត់បង់ជីវិតដោយសារតែពាក្យសម្ដីអាក្រក់នៅលើបណ្ដាញសង្គមតាមទស្សនវិជ្ជាអំណាចនៃពាក្យសម្ដីគឺស្ថិតនៅលើឥទ្ធិពលផ្លូវចិត្តរបស់វាពាក្យសម្ដីអាចប៉ះពាល់ដល់អារម្មណ៍គំនិតនិងអាកប្បកិរិយារបស់មនុស្សពាក្យល្អអាចបង្កើនទំនុកចិត្តនិងកម្លាំងចិត្តខណៈពាក្យអាក្រក់អាចបំផ្លាញទំនុកចិត្តនិងបង្កើតភាពតានតឹងពាក្យសម្ដីក៏អាចបង្កើតជម្លោះឬដោះស្រាយជម្លោះបានដែរផលវិបាកនៃការមិនចេះប្រើអណ្ដាតគឺធ្ងន់ធ្ងរណាស់យើងអាចនឹងបាត់បង់មិត្តភ័ក្តិបាត់បង់គ្រួសារបាត់បង់ការងារនិងបាត់បង់កេរ្តិ៍ឈ្មោះដោយសារតែពាក្យសម្ដីអាក្រក់របស់យើងក៏អាចបង្កើតជម្លោះនិងសត្រូវបានដែរដំណោះស្រាយគឺយើងត្រូវចេះគ្រប់គ្រងអណ្ដាតរបស់យើងមុននឹងនិយាយអ្វីមួយចូលគិតពិចារណាឲ្យបានល្អិតល្អន់ចូលសួរខ្លួនឯងថាតើពាក្យនេះពិតឬទេតើពាក្យនេះចាំបាច់ឬទេតើពាក្យនេះមានចិត្តល្អឬទេបើពាក្យណាមួយមិនពិតមិនចាំបាច់ឬមិនល្អចូលកុំនិយាយវាចេញទៅចូលប្រើពាក្យសម្ដីដើម្បីលើកទឹកចិត្តលួងលោមនិងជួយអ្នកដទៃចូលចាំថាអណ្ដាតអាចជាអាវុធដ៏សាហាវឬជាឧបករណ៍សាងសង់មេរៀនជីវិតដ៏ខ្លីមួយគឺមុននឹងនិយាយចូលគិតអំពីផលប៉ះពាល់នៃពាក្យសម្ដីរបស់អ្នកព្រោះអណ្ដាតអាចនាំមកនូវសេចក្តីសុខឬទុក្ខដល់អ្នកនិងអ្នកដទៃតើអ្នកធ្លាប់និយាយអ្វីមួយដែលធ្វើឲ្យអ្នកស្ដាយក្រោយដែរឬទេហើយតើអ្នកមានវិធីអ្វីខ្លះដើម្បីគ្រប់គ្រងពាក្យសម្ដីរបស់អ្នកសូមអរគុណសម្រាប់ការទស្សនា